ខ្ញុំពិតជាចង់ចាក់ចេញពីទីនេះណាលីងជឺអ៊ីដែលជាអ្នករចនាគ្រឿងសម្អាងការដ៏ល្បីម្នាក់កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាងមានអាយុត្រឹមតែ25ឆ្នាំតែនាងបានក្លាយទៅជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីនគ្រប់ហើយបានធ្វើឲ្យក្រុមហ៊ុនមួយនេះក្លាយទៅជាក្រុមហ៊ុនគ្រឿងអលង្ការដ៏ធំជាងគេបង្អស់រហូតដល់ទស្សនៈដី Fox បានចាត់ទុកក្រុមហ៊ុនរបស់នាងគឺជាក្រុមហ៊ុនកំពូលទាំង10នៅថ្ងៃទី5ខែ12ឆ្នាំ2023លីនជឺអ៊ីនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យនាងពិការភ្នែកនិងបាត់បង់មុខតម្លៃរបស់នាងថាម៉េចបងចង់ផ្ដាច់ពាក្យជាមួយខ្ញុំចុះពីដំបូងគឺជាបងទៅជាអ្នកលត់ជង្គង់សុំខ្ញុំរៀបការពីមុនគឺការពីមុនឥឡូវនេះអូនគ្រាន់តែជាមនុស្សពិការផ្នែកតែប៉ុណ្ណោះតើនរណាគេសុខចិត្តរៀបការជាមួយមនុស្សអត់ប្រយោជន៍ដូចជាអូនលោកថ្មីហ្នឹងកុំលោតកុំណៃរបស់លោកកំពុងប៉ះអីខ្ញុំមិនចង់ប៉ះនាងទេក៏ប៉ុន្តែនាងកុំលោតខ្ញុំអត់ប៉ះនាងទេនាងឃើញអត់ប្រសិនបើនាងលោតចោលនាងប្រកាសជាស្លាប់ហើយខ្ញុំគ្រាន់តែពិការភ្នែកមែនក៏ប៉ុន្តែខ្ញុំមិនមែនពិការខួរក្បាលនោះទេខ្ញុំគ្រាន់តែចង់ស្រូបយកខ្យល់អាកាសសូមណែនាំបងប្អូនឈុតសាប៊ូស្ករមានសាប៊ូកក់សក់ក្រែមបន្ទន់សក់និងសេរ៉ូមចិញ្ចឹមជួយព្យាបាលសក់ជ្រុះឆក់ទំពេកស្ដាងស្ងួតគ្មានសំណើមស្បែកចុងសំពងឆេះនិងសក់ខូចគ្រប់ប្រភេទបណ្ដោះសក់ឡើងវិញបានយ៉ាងឆាប់រហ័សចង់បានសក់ស្អាតសូមទៅឃើញដោះស្ករខ្ញុំខំតែភ័យលោកក៏បំភ័យខ្ញុំដែរនៅមានស្រាដែរទេអស់ហើយខ្ញុំផឹកហើយអរគុណអាឡូអញមួយថ្ងៃរវល់នឹងការងារតើពេលណាបាយរៀបការតើខ្ញុំរៀបការជាមួយនរណាគេទៅយ៉ាងម៉េចត្រូវអ្នកផ្ទះបង្ខំឲ្យរៀបការមែនទេត្រចៀករបស់នាងដូចជារវៀនណាពួកយើងរៀបការជាមួយគ្នាទៅនាងមានបញ្ហាខួរក្បាលឬក៏នាងមានបញ្ហាភ្នែកខ្ញុំឲ្យលោក5លានតើលោកព្រមដែរទេខ្ញុំដឹងបើតាមសុភាពរបស់ខ្ញុំឥឡូវនេះបើសិនជាលោកមិនយកព្រមនោះទេក៏មិនចម្លែកដែរគួរឲ្យចាប់អារម្មណ៍នាងចង់ចិញ្ចឹមខ្ញុំចិញ្ចឹមខ្ញុំមិនមានន័យអញ្ចឹងទេន័យរបស់ខ្ញុំគឺពួកយើងអាចសហការគ្នាបានទៅតែនាងកុំស្ដាយក្រោយណាខ្ញុំមិនស្ដាយក្រោយទេអញ្ចឹងពួកយើងទៅខ្ញុំលិនជេអ៊ីពីការភ្នែកដោយសារតែជួបឧបទ្ទហេតុខ្ញុំលីចឹងហឺមិនចង់បន្តចំនួនពីគ្រួសារម្ដាយរបស់ខ្ញុំគាត់និយាយថាខ្ញុំត្រូវតែរៀបការទើបឲ្យបន្តមុខចំនួនគ្រួសារបានលោកប៉ានិយាយថាឲ្យខ្ញុំឆាប់រៀបការទើបគាត់ឲ្យខ្ញុំមានសេរីភាពដូច្នេះទើបខ្ញុំរៀបការជាមួយនឹងគាត់នេះគឺជាការធានាគាររបស់ខ្ញុំក្នុងនោះមានលុយ5លានលោកយកទៅចាយសិនទៅមិនចាំបាច់ទេតែវាមិនគ្រប់ទេពេលដែលខ្ញុំត្រូវការខ្ញុំនឹងមករកនាងខ្ញុំបាន save លេខទូរស័ព្ទរបស់ខ្ញុំនៅកន្លែង favorite person នាងអាចតាក់ទងមកខ្ញុំបានគ្រប់ពេលវេលាភ្នែករបស់ខ្ញុំមើលមិនឃើញមែនក៏ប៉ុន្តែខ្ញុំចង់ដឹងថាអ្នកដែលរៀបការជាមួយខ្ញុំមានរូបរាងយ៉ាងម៉េចដែរតើខ្ញុំអាចស្ទាបលោកបានទេអរគុណលីសានីអ្នកមើលខ្ញុំត្រឡប់មកវិញហើយអ្នកមើលបងប្រុសលោកពូចឹងតើអ្នកទាំងអស់គ្នាមិននៅផ្ទះទេមែនទេសាវអ៊ីបងប្រុសអំបញ្ញមិញមិនក៏បងមិនឆ្លើយនឹងខ្ញុំបងប្រុសកំពុងតែរវល់ខ្លះអ្វីនឹងមិនក៏ចម្លែកម្លេះបងប្រុសមុនហ្នឹងទើបតែធ្វើស៊ុបចឹងជំនីជ្រួយឯងបន្តិចទីនេះពួកយើងញ៉ាំជាមួយគ្នាទៅអរគុណបងប្រុស
យ៉ាងម៉េចហ្នឹង ប្រយ័ត្នប៉ះកាញ់តុកសៅអ៊ីឯងសម្រាប់សិនទៅបងទៅដួសអ្វីអញញ៉ាំកំបិតសឹកអស់ហើយវាពិបាកចិត្តសាច់បន្តិច បងប្រុសបងលំបាកហើយ មិនអីទេ ឈាម អាម៉ាស៊ីឡាយនេះឯងរៀបការហើយមិនក៏ឯងមិនឆាប់នងកុំប្រសាមកជួបលោកប៉ា បាទលោកប៉ា ចង់តាមដានខ្ញុំគ្មានទេខ្ញុំគឺមករកឡានរបស់ខ្ញុំតើទីនេះគឺជាចំនួនឯកជនតើឡានរបស់ឯងចតនៅកន្លែងណាខ្ញុំប្រកាសជាច្រឡំកន្លែងហើយតើលោកកំពុងធ្វើអីតើនរណាគេជាអ្នកបញ្ជាឯងតើលោកកំពុងតែនិយាយស្អីតើលោកឈ្គួតទេអីអ្នកតាមដានខ្ញុំយល់សភៅអតាស៊ីវិលមកដែរតើនរណាគេជាអ្នកបញ្ជាឯងខ្ញុំរើសបានទេអាណាលីនជីអាណាមនុស្សខ្ញុំនិយាយគឺចិនស៊ីរិនជាអ្នកបញ្ជាខ្ញុំគ្មានអ្វីតាក់ទងនឹងខ្ញុំទេនាំខ្ញុំទៅ ភ្នែករបស់ខ្ញុំតើខ្ញុំជាអ្នកណាខ្ញុំនៅទីនេះមិនក៏ខ្ញុំនឹងមិនឃើញអ្វីសោះអញ្ចឹង មកពួកយើងផឹកមកពួកយើងផឹក តើអ្នកសុំទានមកពីណាឆាប់ចេញពីទីនេះទៅ សុំតផងមកពីខ្ញុំឃ្លានពេកហើយភ្នែករបស់ខ្ញុំមើលមិនឃើញនោះទេ កុំប្រកាន់បរិស័យច្រើនពេកអីចាំខ្ញុំគ្រានេះឡើង អរគុណ តើនាងចង់ញ៉ាំអត់បានតាខ្ញុំឲ្យនាងញ៉ាំឲ្យតែនាងបំរើពុយឲ្យបានល្អណាចង់បានប៉ុណ្ណាក៏បានដែរ ចង់ញ៉ាំទេតាលេខខ្ញុំទៅលេខខ្ញុំមិនចង់ញ៉ាំទេតាលេខខ្ញុំទៅលេខខ្ញុំ ថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនអ្នកគ្នាតិចជាមួយនឹងសាប៊ូកក់សក់ស្ករសម្រាប់សាប៊ូកក់សក់ស្ករនេះគឺល្អប្រើខ្លាំងមែនទែនសម្រាប់បងប្អូនដែលមានបញ្ហាសក់ជ្រុះសក់ដាច់សក់សពងសក់ក្បាលមានកែសក់ក្បាលឡើងប្រេងអីហ្នឹងណាប្រើទៅគឺថាល្អខ្លាំងមែនទែនមកបងប្អូនអ្នកគ្នាមើលតែពពុះទៅដឹងហើយពពុះឡើងស្គល់ហ្មងហើយបើនិយាយពីក្លិនវិញគឺថាក៏អូបខ្លាំងមែនទែនក្លិនគេចេញមកគឺថាក៏អូបប្រហើហ្មងឥឡូវនេះខ្ញុំកក់រួចរាល់ហើយបងប្អូនមើលតែសភាពសក់ខ្ញុំទៅដឹងហើយគឺថាទន់រលោងភ្លឺតែម្ដងឥឡូវនេះខ្ញុំកក់សក់រួចរាល់ហើយអ្វីដែលខ្ញុំមិនភ្លេចគឺសេរ៉ូមនឹងឯងបងប្អូនអ្នកគ្នាសេរ៉ូមនេះគឺជួយព្យាបាលសក់យើងបានល្អខ្លាំងមែនទែនបងប្អូននឹងស្រាប់ហើយថាសក់របស់ខ្ញុំអាសាលេងពណ៌អាសាកាប់គៀបច្រើនអញ្ចឹងហើយពេលដែលយើងកក់សក់រួចរាល់ហើយយើងត្រូវប្រើសេរ៉ូមដើម្បីជំនួយទៅដល់សរសៃសក់របស់យើងឲ្យអាឡោងនិងមានទម្ងន់ផងដែរហើយទាំងសាប៊ូកក់សក់និងសេរ៉ូមស្ករហ្នឹងគឺជាផលិតផលរបស់ហុងកុងបងប្អូនមានរូបមន្តមកពីប្រទេសអ៊ីតាលីឥឡូវនេះខ្ញុំកក់រួចរាល់ហើយបងប្អូនអាចមើលសភាពសក់របស់ខ្ញុំពេលកក់ហើយនិងមុនពេលកក់បានបងប្អូនអ្នកគ្នាសក់មុនពេលកក់គឺថាសពងខ្លាំងមែនទែនហ្មងអញ្ចឹងសម្រាប់បងប្អូនដែលចង់បានសក់ស្អាតកុំភ្លេចប្រើប្រាស់ជាមួយនឹងសាប៊ូកក់សក់ទាំងអស់គ្នាណាអរគុណច្រើន